ខ្មែរគួរដឹងភ្នំចំនួន10ដែលមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជាភ្នំគឺជាទីទួលខ្ពស់ធម្មជាតិដែលភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើនិងជាទីជម្រករបស់សត្វព្រៃចង់ដឹងថាភ្នំទាំង10ណាខ្លះដែលខ្ពស់ជាងគេនៅក្នុងប្រទេសរបស់យើងសូមតាមដានជាមួយគ្នាដូចខាងក្រោមដោយរាប់ពីភ្នំដែលមានកម្ពស់ខ្ពស់ទី1ទៅដល់ភ្នំដែលមានកម្ពស់ខ្ពស់ទី10ទី1ភ្នំឱរ៉ាល់ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជាគឺភ្នំឱរ៉ាល់ភ្នំឱរ៉ាល់មានកម្ពស់ខ្ពស់ជាងគេលំដាប់ទី1ក្នុងប្រទេសកម្ពុជាគឺមានកម្ពស់រហូតដល់ទៅ1813ម៉ែត្រស្ថិតនៅក្នុងខេត្តកំពង់ស្ពឺទី2ភ្នំសំកុសជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី2ក្នុងប្រទេសកម្ពុជាគឺមានកម្ពស់រហូតដល់1617ម៉ែត្រភ្នំនេះស្ថិតនៅជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ទី3ភ្នំខ្មោចជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី3ក្នុងប្រទេសកម្ពុជាគឺមានកម្ពស់រហូតដល់1666ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី4ភ្នំជ្រៃម្លូមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី4គឺមានកម្ពស់1618ម៉ែត្រស្ថិតនៅក្នុងខេត្តកំពង់ស្ពឺទី5ភ្នំក្រចៅមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី5គឺ1595ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី6ភ្នំក្បាលរសីមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី6គឺ1403ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី7ភ្នំយ៉ាវយ៉ៃមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី8គឺ1312ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី8ភ្នំទំព័រមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី8គឺ1312ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី9ភ្នំថ្មចាំងជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី9គឺ1279ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់ទី10ភ្នំខ្លាឃ្មុំមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី10គឺ1250ម៉ែត្រស្ថិតនៅក្នុងខេត្តពោធិ៍សាត់